មនុស្សមាត់អាក្រក់កូនសម្លាញ់មនុស្សខ្លះគេអាននិយាយស្ដីមិនចុះត្រជាក់ទេត្រង់ទៅត្រង់មកមាត់នឹងចិត្តដូចគ្នាអ្នកស្ដាប់តែងតែមិនចូលចិត្តតែមនុស្សបែបនេះត្រូវមើលឲ្យជ្រៅមើលឲ្យយូរព្រោះគេតែងតែជាមនុស្សល្អអាចរាប់បានជាមួយបាននៅក្នុងប្រភេទមនុស្សមាត់អាក្រក់គឺមានលក្ខណៈដូចថ្នាំល្វីងតាមធម្មតាថ្នាំល្វីងជាថ្នាំល្អមានប្រយោជន៍ដូចចាស់បុរាណបានពោលទុកថាមនុស្សស្មោះត្រង់តែងតែនិយាយស្ដីមិនចូលត្រចៀកតែមានប្រយោជន៍ទៅថ្ងៃក្រោយដូចថ្នាំល្អដែលល្វីងជាប់មាត់តែមានប្រយោជន៍ចំពោះអ្នកជំងឺទៅវិញមនុស្សខ្លះនិយាយស្ដីពីរោះតែអាចមានគ្រោះថ្នាក់ចំពោះយើងបានហេតុនេះការសម្រេចចិត្តថាអ្នកណាល្អឬមិនល្អដោយពាក្យសម្ដីរបស់គេតែម្យ៉ាងប៉ុណ្ណោះមើលទៅជាការប្រថុយនឹងការខុសឆ្គងខ្លាំងណាស់រឿងដែលសំខាន់គឺកូនត្រូវតែគិតតាមសម្រួលពិចារណាតាមសម្រួលមើលថាសម្ដីនិងចិត្តគេដូចគ្នាដែរទេគេជាមនុស្សប្រភេទមនុស្សមាត់អាក្រក់ឬប្រភេទផ្អែមដូចស្ករឬជាប្រភេទស្នាមពិលត្រូវមើលឲ្យច្បាស់